OK ចឹងខ្ញុំសូមបង្ហាញពីរបៀបប្រើម៉ាស៊ីនកំណត់ទឹកស្ករបើកកេះមករបស់ម៉ាស៊ីនវានឹងមានរូបរាងអញ្ចឹងតោះមកយើងដកឆ្នុកវានេះចេញទៅបាទដកឆ្នុកនឹងចេញហើយតោះមកយើងដោតភ្លើងវាយើងដោតភ្លើងវាធម្មតាភ្លើងបាទដោតចូលហើយកន្លែងកុងតាក់ខាងក្រោយនេះគឺយើងបើកកុងតាក់ដើម្បីបញ្ចូលភ្លើងទៅម៉ាស៊ីនបន្ទាប់ពីយើងចុចប៊ូតុងខាងក្រោយហើយគឺយើងត្រូវចុចប៊ូតុងនេះដើម្បីដំណើរការម៉ាស៊ីនបាទអញ្ចឹងចុចអញ្ចឹងហើយគឺយើងអាចប្រើម៉ាស៊ីនបានហើយអញ្ចឹងម៉ាស៊ីនហ្នឹងវាមាន default ពីខាងរោងចក្រមកចំនួនដែលកំណត់ចេញពីរោងចក្រមកគឺកំណត់តាមវិនាទីអញ្ចឹងនេះឧទាហរណ៍ថាប៊ូតុង1 ដក 1នេះគឺវាមាន5វិនាទី2.1នេះគឺវាមាន10វិនាទីសៀវភៅណែនាំរបស់ម៉ាស៊ីនហ្នឹងដែលមានចប់ក្នុងកេះហ្នឹងគឺមានទំព័រនៅទំព័រទី8អញ្ចឹងគឺមានប្រាប់ពីនាទីដែលកំណត់ចេញពីរោងចក្រមកតាមហ្នឹងឧទាហរណ៍ប៊ូតុង1.1 ដក 1នេះវាមាន5ហ្នឹងគឺ5វិនាទីបានន័យថាបើសិនជាយើងចុចលើវាអញ្ចឹងវានឹងដំណើរការ5វិនាទីអញ្ចឹងយើងអាចមើលចំណុះទឹកស្ករដែលធ្លាក់មកចំនួនប៉ុន្មានហើយយើងអាចបន្ថយអាចតម្លើងតាមអ្វីដែលយើងត្រូវការបើយើងចុច 2.1 អញ្ចឹងវានឹងបង្ហូរទឹកស្ករមករយៈពេល10វិនាទីអញ្ចឹងឧទាហរណ៍ថាខ្ញុំចុចប៊ូតុង 1.1 អញ្ចឹងវានឹងដំណើរការ5វិនាទីឧទាហរណ៍នេះតែដោយសារ5វិនាទីវាតិចពេកចេញទឹកមកបានតិចនេះហើយឧទាហរណ៍ថាខ្ញុំចុច 2.1 អញ្ចឹងចេញមក10វិនាទី10វិនាទីអានេះ15វិនាទីនេះគឺ20វិនាទីបាទនេះគឺ25វិនាទីនេះគឺ30វិនាទីហើយនេះគឺ35វិនាទីបាទពេលមួយទៀតនេះគឺ40វិនាទីអញ្ចឹងយើងអាច set បានបើសិនជាចង់ set យើងត្រង់គេគឺយើងចុចប៊ូតុងនេះគឺប៊ូតុង set អញ្ចឹងចុចប៊ូតុង set តោះមកវា load អញ្ចឹងបាទតោះវា load អញ្ចឹងបានន័យថានេះយើងចុច 1.1 អញ្ចឹងវាដំណើរការ5វិនាទីបើចុចនេះមកវាដំណើរ 2.1 អញ្ចឹងដំណើរការ10វិនាទីអានេះ 3.1 អញ្ចឹងដំណើរការ15វិនាទីអញ្ចឹងវាចង់ដឹងថាប៊ូតុងណាដំណើរការប៉ុន្មានប៊ូតុងណាដំណើរការប៉ុន្មានដំបូងគេយើងចុច set ហើយយើងចុចតាមប៊ូតុងមួយទៅវា load មកឲ្យនាទីដែលម៉ាស៊ីនដែលយើង set នេះឧទាហរណ៍ប៊ូតុងមួយនេះវាចេញប៉ុណ្ណឹងវិនាទីអញ្ចឹងទាំងអស់ហ្នឹងគឺជាការកំណត់ពីរោងចក្រមកឧទាហរណ៍ថាយើងចង់កំណត់វិនាទីខ្លួនឯងអញ្ចឹងយើងចុចដំបូងគេចុច set អញ្ចឹងទៅហើយយើងចុច set បាទចុច set ហើយយើងចុចប៊ូតុងដែលយើងចង់ set នាទីយើងចុចលើអាហ្នឹងទៅហើយយើងបូកដកនេះបូកវិនាទីឡើងឬក៏ដកវិនាទីបាទឧទាហរណ៍ខ្ញុំឲ្យអាប៊ូតុង 1.1 នេះវាឡើងដល់10វិនាទីតទៅមកខ្ញុំចុចsave អូខេអញ្ចឹងចាំមើលពេលដែលខ្ញុំចូលម្ដងទៀតខ្ញុំមើលបន្ទប់ហ្នឹងវាប្រកបជា10វាលែង5ទៀតដោយសារយើងកំណត់វា10វិនាទីហើយយើងចូល set ហើយយើងចូលនេះមកនេះ1ទៅ1អញ្ចឹង10ហើយអញ្ចឹងខ្ញុំនិយាយពីរបៀបសម្អាតប្រចាំថ្ងៃមុននឹងចាប់ផ្ដើមប្រើប្រាស់ម៉ាស៊ីនហ្នឹងគឺយើងត្រូវតែសម្អាតក្បាលបហូរទឹកស្ករមិនអាចទេវាអាចបត់អាចប្រឡាក់អីគឺមានសំណល់ចូលអីចឹងទៅអញ្ចឹងមុននឹងយើងប្រើប្រចាំថ្ងៃចាប់ផ្ដើមបើកដំបូងយើងត្រូវតែដកក្បាលហ្នឹងមកសម្អាតសិនអញ្ចឹងរបៀបសម្អាតយើងត្រូវតែដោះក្បាលហ្នឹងចេញយើងមួវាមកមួវាអូខេបាទមួវាអញ្ចឹងមកឲ្យមើលរបៀបតាមដំណើរតំណងវាឲ្យត្រូវកុំឲ្យដាក់ខុសវិញហើយប្រយ័ត្នបាត់គ្រឿងក្រៅដែលយើងដោះនឹងតែបាត់ប្របាក់រោអញ្ចឹងយើងដោះវាមកហើយយើងយកអាគ្រឿងអស់ហ្នឹងយកទៅលាងសម្អាតហើយយើងលាងសម្អាតអាក្រោមនេះមើលដោះជូតលាងសម្អាតវាខ្លាច់គីឡូមានសម្អោចមានកកមានប្រឡាក់អីយើងដោះចេញស្អាតនេះយើងយកលាងស្អាតដល់មកយើងដាក់ចូលវិញតាមដំណើរវាវិញបាទដាក់ចូលតាមដំណើរវិញហើយមួវាចូលវិញឲ្យសុក
ចូលវិញទៅមួយហាប់ទៅចឹងគ្រាន់តែយើងបើកម៉ាស៊ីនយើងដោះអាហ្នឹងមកលាងមកតោះមកយើងអាចប្រើដំណើរការធម្មតាវិញអូខេមួយទៀតម៉ាស៊ីនហ្នឹងសម្រាប់ការលាងសម្អាតប្រចាំសប្តាហ៍ដាក់ទឹកប្រហែលជា2លីត្រដែលទឹកហ្នឹងមានកម្ដៅប្រហែលជា50អង្សាកុំឲ្យត្រជាក់គឺក្ដៅអ៊ុនៗទឹកលក្ខណៈទឹកក្ដៅអ៊ុនៗប្រហែលជា50អង្សាកុំឲ្យក្ដៅពេកកុំឲ្យត្រជាក់ពេកគឺក្នុងចន្លោះ50អង្សាដាក់2លីត្រអញ្ចឹងបន្ទាប់ពីយើងដាក់ទឹកក្ដៅកម្ដៅប្រហែលជា50អង្សាចំណុះ2លីត្រដាក់ចូលក្នុងនេះហើយបន្ទាប់មកគឺយើងមកប្រហូរយើងទុកវាចោល10នាទីទុកវាចោល10នាទីក្រោយពីទុកចោល10នាទីហើយយើងមកបើកម៉ាស៊ីនប្រហូរវាចេញទឹកដែលយើងទុកហ្នឹងប្រហូរចេញប្រហែលជា5សេកុងឬក៏10សេកុងអញ្ចឹងទៅយើងប្រហូរតាមរយៈប៊ូតុងមួយនេះគឺប្រហូរជាប់ហើយចុចវាឲ្យជាប់ចុចប៊ូតុងឲ្យជាប់រហូតដល់វាលឺសលេងយើងដកដៃអូខេហើយបន្ទាប់ពីប្រហូរវាចេញប៉ុណ្ណឹងហើយយើងបួសទឹកនឹងចេញវិញមកហើយដួសឲ្យអស់ទៅនៅសល់តិចក្រោមនេះយើងអាចប្រហូរវាចោលតាមនេះវិញប្រហូរដែលយើងដួសអត់អស់នៅសល់ក្នុងនេះយើងអាចប្រហូរអូខេបន្ទាប់ពីលាងហើយបើសិនជាបន្ទាប់ពីលាងហើយយើងដាក់ទឹកស្ករចូលវិញទៅហើយបន្ទាប់មកយើងប្រហូរចុចប៊ូតុងនេះដើម្បីប្រហូរទឹកឬក៏បញ្ចេញខ្យល់ដែលពេលយើងលាងវាអាចចូលខ្យល់ចូលអីយើងអាចចុចប៊ូតុងហ្នឹងបើសិនជាវាចេញនេះយើងចុចប៊ូតុងហ្នឹងដើម្បីប្រហូរទឹកបញ្ចេញខ្យល់ឲ្យអស់បញ្ចេញទឹកដែលយើងលាងវានឹងអស់មកយើងចុចឈប់វាវិញបានអញ្ចឹងប៊ូតុងមួយហ្នឹងចុចសកត់ជាប់ឲ្យលឺសលេងយើងដកដៃវាចេញទឹកបន្ទាប់មកយើងចុចមួយទៀតវាឈប់អញ្ចឹងបន្ទាប់ពីប្រើហើយយើងត្រូវការបិទម៉ាស៊ីនទុករបៀបបិទម៉ាស៊ីនគឺយើងដំបូងគេគឺយើងបិទប៊ូតុងហ្នឹងបន្ទាប់មកយើងបិទកុងតាក់ក្រោយវាមួយទៀតហើយយើងអាចផ្ដាច់ភ្លើងវាហ្មងបើចង់បើកភ្លើងចូលផ្ដាច់ភ្លើងកុំឲ្យមានភ្លើង